សួស្តីអរគុណនេះបាទអញ្ចឹងថ្ងៃនឹងយើងជួបគ្នាម្ដងទៀតទេនេះបាទអញ្ចឹងរាល់ដងខ្ញុំផុសវីដេអូតាក់ទងជាមួយនឹងមេរៀនកម្រិត3កុំតែដោយឡែកនេះដែរខ្ញុំនឹងធ្វើវីដេអូតាក់ទងជាមួយនឹងការដោះស្រាយលំហាត់បាទសម្រាប់អ្នកដែលត្រៀមប្រឡងតេស្តភាសាកូរ៉េក្រោមប្រព័ន្ធអាជ្ញាការងារបាទនិយាយសាមញ្ញឲ្យងាយស្ដាប់ទៅគឺសម្រាប់អ្នកដែលរៀនត្រៀមប្រឡងដើម្បីធ្វើការនៅប្រទេសកូរ៉េបាទអញ្ចឹងវីដេអូនេះគឺល្អខ្លាំងបាទសម្រាប់អ្នកដែលនៅខ្មែរបាទដែលគាត់កំពុងតែរៀនភាសាកូរ៉េបាទតែអញ្ចឹងកុំឲ្យខាត់ពេលយូរឥឡូវយើងក្លេបមកមើលបាទសំណួររបស់យើងទាំងអស់គ្នាបាទអញ្ចឹងសំណួរនេះគឺជាសំណួរប្រភេទបាទគេឲ្យយើងជ្រើសរើសពាក្យដែលតាក់ទងបាទជាមួយនឹងបាទពាក្យនៅក្នុងប្រអប់ហ្នឹងណាបាទសម្រាប់អ្នកដែលអត់ដែលប្រឡងសោះបាទអញ្ចឹងសម្រាប់អ្នកដែលប្រឡងនោះចង់ចាំថានៅក្នុងមួយសំណួរក្នុងភាសាកូរ៉េបាទកាលណាដាក់លំហាត់មួយគឺមាន4ចម្លើយតោះនេះណាបាទមានលេខ1លេខ2លេខ3លេខ4ហើយសំណួររបស់គេគឺនៅខាងលើចម្លើយរបស់នៅខាងក្រោមបាទហើយតែអាពេលយើងទៅប្រឡងជាក់ស្ដែងវាអត់រៀបអញ្ចឹងទេណាបាទគឺដាក់ដោយឡែកទេបាទចម្លើយគឺដាក់នៅខាងផ្នែកផ្សេងហើយសំណួរដាក់នៅខាងផ្នែកផ្សេងអញ្ចឹងទៅនេះអរគ្នាបាទតោះឥឡូវយើងក្លេបមកមើលបាទពីលេខ1ដល់លេខ2បាទយើងបើថាពីសំណួរទី1ដល់សំណួរទី2អញ្ចឹងពីសំណួរទី1ដល់សំណួរទី2គេនិយាយថា다음단어와 관계있는 것을 고르십시오បាទថើមនេះគឺមានន័យថាខាងក្រោមឬក៏បន្ទាប់ណាបាទអញ្ចឹងនៅកន្លែងនេះគឺខ្ញុំសូមបកបែរថាខាងក្រោមឋានៈបាទមានថាពាក្យនឹងឯងបាទអញ្ចឹងពាក្យនឹងនៅពេលដែលគេចម្បាច់ចូលគ្នាបាទថើមឋានៈគឺមានថាពាក្យខាងក្រោមបាទវ៉ាមានន័យថានឹងនេះបាទខ្វាញ់គេនឹងគាត់បាទតាមពិតទៅពាក្យថាខ្វាញ់គេបែរថាតាក់តងបាទទំនាក់ទំនងអ៊ីតាបាទបែរថាមានបាទនិនបែរដែលចឹងពាក្យនឹងចម្បាច់ចូលគ្នាបាទវាទៅជាខ្វាញ់គេនិននឹងឯងណាបាទបែរថាដែលតាក់តងបាទពូពាក្យវាជាប់ទម្រង់វេយ្យាករណ៍ញ៉ៃបាទកំតែខ្ញុំអត់បំបីគេវេយ្យាករណ៍នឹងឲ្យទេគឺខ្ញុំទៅសេពាក្យដែលគេបំបីនឹងឲ្យហើយព្រោះខ្ញុំខ្ជិលឲ្យអ្នកនរគ្នាបាទវងវិញវ័នច្រើនបាទចងចាំពាក្យនឹងតែម្ដងទៅគឺហើយទៅណាបាទហើយបួកជាមួយនឹងពាក្យខត់នេះគេថាវ័យឬក៏របស់បាទចឹងនៅពេលដែលគេចម្បាច់ពាក្យនឹងជួបគ្នាដល់គ្នាណាបាទខ្វាញ់គីនឹងកត់បាទបែរថាវ័យដែលតាក់ទងព្រោះខ្វាញ់គីនឹងបែរថាដែលតាក់ទងណាអ្នកគ្នាហើយ Kurushipshio បាទមានថាសូមជ្រើសរើសនឹងឯងបាទសូមជ្រើសរើសបាទចឹងយើងអាចបកប្រែថយក្រោយដោយសារតែក្នុងប្រយោគរបស់យើងនេះវាអត់មានប្រធានបាទជាទូទៅក្នុងភាសាកូរ៉េគេបកប្រែមើលប្រធានមុនចឹងណាអ្នកគ្នាបាទអញ្ចឹងបើសិនជាប្រយោគនឹងអត់មានប្រធានគឺយើងបកប្រែថយក្រោយមកបាទមានថាសូមជ្រើសរើសអ្វីដែលតាក់ទងបាទនឹងពាក្យខាងក្រោមបាទអញ្ចឹងនៅក្នុងប្រអប់ពាក្យរបស់យើងគឺពាក្យទី1គេអានថាភេបាទភេនេះគឺមានថាផ្លែសេរីបាទផ្លែសេរីបើអញ្ចឹងអ្វីដែលតាក់ទងយើងមើលបាទពីចម្លើយទី1រហូតដល់ចម្លើយទី4របស់យើងនេះបាទឥឡូវចម្លើយទី1បាទគេនិយាយថាម៉េចបាទគេនិយាយថាអ៊ុនដងមែនទេអរគ្នាបើអញ្ចឹងអ៊ុនដងនោះគឺមានថាការហាត់កីឡាបាទអញ្ចឹងការហាត់កីឡាគឺអត់តាក់ទងជាមួយនឹងផ្លែសេរីទេមែនទេបាទអញ្ចឹងផ្លែសេរីនេះគឺជាប្រភេទផ្លែឈើបាទឥឡូវយើងមើលទី2បាទគេនិយាយថាខ្វៃបាទខ្វាអ៊ីលខ្វៃបាទអញ្ចឹងខ្វៃនេះគឺមានថាផ្លែឈើនឹងឯងបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺលេខ2បាទតោះអ្នកគ្នានេះបាទហើយយើងក៏លេខមកមើលលេខ3របស់យើងបាទគេនិយាយថា Nore បាទ Nore នេះគឺមានន័យថាចម្រៀងបាទគឺបើតាក់ទងសោះហ្មងអ្នកគ្នានេះបាទតាក់ទងជាមួយផ្លែឈើនឹងហើយបន្តមកទៀតលេខ4ខ្វាចាបាទមានថានំស្រួយបាទខ្វាចាបាទនំស្រួយណាបាទអូខេហើយឥឡូវយើងក៏លេខមកមើលបាទតាក់ទងជាមួយនឹងសំណួរទី2វិញម្ដងបាទជាងសំណួរទី2ក្នុងប្រអប់ពាក្យរបស់យើងបាទគេនិយាយថា bending key បាទ bending key នេះគឺមើលថាម៉ាស៊ីនពុតដែកបាទ bending key ម៉ាស៊ីនពុតដែកបាទគឺចង់ចាំតិចណាព្រោះពាក្យនេះគឺសម្រងចេញពីសភៅវគ្គ2បាទអញ្ចឹងភាគច្រើននៅពេលដែលយើងទៅប្រឡងគឺវគ្គ2បាទចេញអត្រានៃការចេញគឺច្រើនវាឡើងទៅដល់ 60% បាត់ហើយបាទតោះឥឡូវជាមួយចម្លើយទី1បាទគេនិយាយថា chagop kige បាទតាមពិតពាក្យនេះយើងអានថា chak up បាទពេលអានឲ្យត្រឹមត្រូវទៅគេ chagop នឹងឯងបាទនៅពេលដែលមានស្រៈបែបនេះហើយយើងត្រូវលើកជើងយកទៅអាន chagop អត់អានថា chak up ទេតើណាបាទក្នុងភាសានិយាយគឺនិយាយ chak up បាទតែការសរសេរយើងសរសេរ chak up ណាអូខេបាទដល់ពេលយើងអានថា chak up ទៅបាទ kige
bà cha cọp nó cứ mê tha ca nghĩa nè bà ca nghĩa rồi có ca thưa ca nghĩa khi ghế nó cứ mà xin và chẳng biết nên cho bà chỗ kia những bỏ bài máu bà mà xin sầm đập thưa ca nghĩa bà sầm đập thưa ca bà chẳng mà xin put đây như cứ bia sầm đập thưa ca mấy này ở đây bà sầm đập do đây do tập put bà chẳng cứ chầm lại để môiอย่างไงlấy như một phiếu mới chầm lại để pi để bảy để buồn bao giờ để pi cái gì thà bảy để pi cái gì thà suri kiku bà suriนี่คือเมธากาจุจลហើយkikuนี่คืออุปกรณ์បាទអញ្ចឹង suri kiku គឺមេថាឧបករណ៍ជួសជុលបាទគឺវាអត់ត្រឹមត្រូវទេមែនទេអរគ្នាបាទម៉ាស៊ីនពុតដែកមិនមែនជាម៉ាស៊ីនសម្រាប់ជួសជុលទេបាទហើយយើងមើលតកតងជាមួយនឹងលេខ3បាទគេនិយាយថាឆងសូធូគូបាទអញ្ចឹងឆងសូនេះគឺមើលថាការសម្អាតហើយធូគូnóក៏ជាឧបករណ៍ដែរបាទចឹងពាក្យនឹងច្បាច់ជួគ្នាទៅយើងបកបែរថាឧបករណ៍សម្អាតបាទឧបករណ៍សម្អាតណាតោះឥឡូវយើងក៏លេខមើលលេខ4របស់យើងអរគ្នាបាទអញ្ចឹងលេខ4គេនិយាយថាមីយ៉ុងធូគូបាទមីយ៉ុងនេះមានថាការសម្អាតហ្នឹងមែនអរគ្នាណាបាទអញ្ចឹងធូគូហ្នឹងគឺឧបករណ៍ហ្នឹងឯងបាទអញ្ចឹងឧបករណ៍សម្អាតបាទឧបករណ៍សម្អាតហ្នឹងឯងអូខេហើយវីដេអូអស់ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងតើរយៈពេលខ្លីទេបាទសូមវីដេអូរយៈពេលខ្លីទេដោយសារតាគ្នាយើងទៅបញ្ចប់ផ្ដើមអ្នកខ្លះទៅគាត់អត់សូវចេះពាក្យអញ្ចឹងហើយសម្រងពាក្យនឹងឲ្យបានច្រើនទៅបាទសម្រងពាក្យអ្វីដែលខ្ញុំបានបរៀនមិញហ្នឹងដាក់ចូលក្នុងសៀវភៅដៃមួយទុកទិញហើយជួបគ្នានៅពេលក្រោយទៀតណាអរគុណណាបាទអរគុណច្រើន